cò này bảo vô này ô còn cái này ở to ha to mình tên này vô bảo vô lâu ta lâu tia ấy bảo vô này ô ây da oh my god đó là co qua này ta đang cay bảo ôiสบายอยู่ดีๆสบายยังสบายดีๆមែនតើបងប្អូនធ្វើការហត់បងប្អូនមកអាចមកកំសាន្តជាមួយនឹងកង្កែបដែលបងប្អូនចិញ្ចឹមណាបាទអាចបានមើលយើងមើលនេះបើតាកន្លែងនេះទៅនេះសិតតែកង្កែបនេះនៅខាងនេះអីនេះកង្កែបទាំងអស់បងប្អូនអញ្ចឹងយើងមើលសិតតែកង្កែបនេះបងប្អូននេះសិតតែកង្កែបនេះបងប្អូននេះកាមេរ៉ាមើលឃើញទេសិតតែកង្កែបនេះក៏កង្កែបដែរបងប្អូននេះអូលោតទៅបាទសិតតែកង្កែបនេះវានេះឃើញទេនេះសិតតែកង្កែបនេះបងប្អូននេះនេះកង្កែបច្រើនណាបងប្អូនបាទច្រើនតាំងពីនៅក្រោមស្លឹកឈើបងប្អូននៅក្រោមស្លឹកឈើក៏ជាអាយ៉ានេះបាទកែបហើយសាច់ឡើងណែនមកបងប្អូនអើយសាច់ណែនល្អណាក៏ផ្លូវឲ្យឡើងក៏ម៉ត់ហើយដោយសារអីដោយសារយើងចិញ្ចឹមលក្ខណៈធម្មជាតិណាបងប្អូនទាំងនេះគឺជាកន្លែងចិញ្ចឹមកង្កែបគោកបាទនៅខាងក្រោមនេះគឺជាកន្លែងចិញ្ចឹមកង្កែបគោកណាបងប្អូនអញ្ចឹងការចិញ្ចឹមកង្កែបគោកនេះទៀតសោតគឺអត់ពិបាកទេព្រោះបងប្អូនគ្រាន់តែទី1យើងធ្វើដោយក្តីស្រឡាញ់របស់យើងជាការចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងលក្ខណៈនៃការចិញ្ចឹមកង្កែបវាមានច្រើនប្រភេទណាច្រើនប្រភេទច្រើនបែបច្រើនយ៉ាងអញ្ចឹងទាំងនៅក្នុងនេះគឺសុទ្ធតែជាកង្កែបទាំងអស់បងប្អូនណាបាទក្នុងនេះគឺជាកង្កែបទាំងអស់តែម្ដងបាទកង្កែបគោកហើយសិតពេញយ៉ាចាប់វាក៏ស្រែកដែរបងប្អូនអូផ្អើលនេះគឺជាកង្កែបដូចគ្នាបងប្អូនណាអញ្ចឹងចំពោះការចិញ្ចឹមកង្កែបគោកគឺមានភាពងាយស្រួលអញ្ចឹងខ្ញុំនិយាយអំពីការចិញ្ចឹមកង្កែបណាអញ្ចឹងការចិញ្ចឹមកង្កែបវាមានការចិញ្ចឹមកង្កែបគោកការចិញ្ចឹមកង្កែបក្នុងអាងឬក៏ការចិញ្ចឹមកង្កែបក្នុងតង់ឬក៏ការចិញ្ចឹមកង្កែបនៅក្នុងហាប៉ាឬក៏ចិញ្ចឹមកង្កែបនៅស្រះអញ្ចឹងណាអញ្ចឹងចំពោះខ្ញុំផ្ទាល់ខ្ញុំមានការចិញ្ចឹមកង្កែប3ប្រភេទទី1ខ្ញុំចិញ្ចឹមកង្កែបនៅក្នុងអាងបាទទី2ខ្ញុំចិញ្ចឹមកង្កែបនៅក្នុងតង់ទី3ខ្ញុំចិញ្ចឹមកង្កែបលក្ខណៈជាកង្កែបនៅដីឬក៏កង្កែបគោកដែលអាចនិយាយជាភាសាសួរស្រាប់ទៅគឺជាការចិញ្ចឹមកង្កែបគោកអញ្ចឹងចំពោះការចិញ្ចឹមកង្កែបគោកបងប្អូនយើងកលេចមើលទៅគឺវាមានភាពងាយស្រួលជាងកង្កែបនៅក្នុងអាងឬក៏នៅក្នុងតង់អញ្ចឹងការចិញ្ចឹមកង្កែបគោកនេះគឺបានន័យថាយើងចិញ្ចឹមយើងប្រឡែងវាបាទយើងបាំងស្បៃឲ្យជិតទៅបាទស្បៃខាងនេះគឺយើងបាំងវាឲ្យជិតបាទបាំងវាឲ្យជិតហើយចកត់ជើងឲ្យជិតហើយយើងមានកម្ពស់ប្រហែលជាបាទអាចជាជិត1ម៉ែត្របងប្អូនណា7 ទឹកបានហើយការចិញ្ចឹមកង្កែបហ្នឹងគឺវាអត់សូវជាលោតទេកង្កែបយើងលក្ខណៈកង្កែបចិញ្ចឹមចេះអញ្ចឹងវាអត់សូវលោតដូចកង្កែបស្រែទេអញ្ចឹងបានន័យថាយើងបាំងស្បៃឲ្យវាមានកម្ពស់ប្រហែលជា7 ទឹកទៅឬក៏8 ទឹកឡើងទៅគឺវាអូខេហើយយើងសំខាន់ជាងគេគឺយើងផ្ដោតទៅលើការបាំងជើងឲ្យជិតអញ្ចឹងនៅពេលដែលយើងបាំងជើងជិតបាទអញ្ចឹងកង្កែបយើងគឺនៅមូលនៅកន្លែងហ្នឹងហើយយើងធ្វើយ៉ាងណាត្រូវមានកលុកទឹកបាទកលុកទឹកប្រភេទនេះណាហើយបងប្អូនអាចដាំជាចកបាទដាំជាកផ្លោកដាំជាតកួននៅជុំវិញដូចជាខ្ញុំបានធ្វើនេះគឺយើងដាំជាកផ្លោកហើយនឹងតកួននៅជុំវិញកន្លែងកង្កែបនេះដើម្បីអីអត្ថប្រយោជន៍ទី1នៅពេលដែលយើងដាំកផ្លោកឬក៏តកួនទី1ជាម្លប់សម្រាប់សត្វកង្កែបរបស់យើងដែលយើងចិញ្ចឹមនេះតតែម្ដងហើយទី2គឺវាជួយបាទសម្អាតទឹកដែលពីមុនជាទឹកដែលល្អក់ដែលទឹកដែលមិនស្អាតបែរជាប្រែទៅជាទឹកដែលស្អាតបាទធ្វើឲ្យសុខភាពកង្កែបយើងធំធាត់លឿនហើយទី3នោះគឺយើងផ្ដល់ជាចំណីសម្រាប់សត្វកង្កែបបានន័យថា
ตระกูลให้នឹងกับផ្លោកទាំងអស់នេះនៅពេលដែលវាចាប់ផ្ដើមលាស់ត្រួយខ្ចីទៅវាជាចំណីរបស់សត្វកង្កែបហើយមួយទៀតនៅពេលដែលกับផ្លោកហើយនឹងតระกูลដែលវារលួយទៅក៏ជាចំណីរបស់សត្វកង្កែបហើយជាពិសេសគឺសត្វល្អិតវាចូលចិត្តមកទុំនៅលើស្លឹកតระกูลស្លឹកกับផ្លោកហ្នឹងអញ្ចឹងធ្វើឲ្យកង្កែបមានឱកាសក្នុងការដែលចាប់ជាចំណីបាទសម្រាប់វាផងដែរអញ្ចឹងវាមានភាពងាយស្រួលហើយត្រង់ថាមួយទៀតគឺយើងមិនចាំបាច់ក្នុងការដែលផ្លាស់ប្ដូរទឹកញឹកញាប់ទេអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមចិញ្ចឹមលក្ខណៈផ្ទាល់ដីអញ្ចេះហើយអត់មានក្រាលនៅខាងក្រោមនេះគឺយើងអត់មានក្រាលជាតង់ទេឬក៏កស៊ូអីទេគឺយើងកាប់កលុកហើយគឺយើងបញ្ចូលទឹកអញ្ចឹងនៅពេលដែលអាចកង្កែបដែលវារស់ជុះមកគឺវាដីហ្នឹងត្រូវបានបើកយកទៅហើយបាទអញ្ចឹងធ្វើឲ្យកាត់បន្ថយជាតិស្អុយជាតិស្អាតនៃសត្វកង្កែបហ្នឹងហើយម្យ៉ាងទៀតនៅពេលដែលវាមួយអាទិត្យឬក៏2សប្តាហ៍វាចាប់ផ្ដើមរីងទឹកបងប្អូនអាចបញ្ចូលទឹកវាមកអញ្ចឹងវាមានភាពងាយស្រួលត្រង់ថាយើងអត់ទៅនឿយក្នុងការដែលផ្លាស់ប្ដូរទឹកញឹកញាប់ហើយមួយទៀតយើងអត់ចាំបាច់ក្នុងការដែលយើងផ្ដល់ជាចំណីឲ្យវាញឹកញាប់ពេកទេបងប្អូនមានក៏ឲ្យបើអត់ទេក៏អត់ទៅព្រោះវាអត់ទៀមទាទេហើយវាធំធាត់តាមរយៈការរស់នៅធម្មជាតិរបស់វាដែលវាមានចាប់ជាចំណីបងប្អូនណាចាប់ជាចំណីកូនសត្វហើយនឹងតระกูลកំប្លោកដែលវារលួយហ្នឹងហើយម្យ៉ាងវិញទៀតបងប្អូនបើយើងក៏លេចមើលទៅលើការចិញ្ចឹមកង្កែបនៅក្នុងអាងគឺបងប្អូនត្រូវតែផ្លាស់ប្ដូរទឹកញឹកញាប់អញ្ចឹងមួយថ្ងៃឬក៏2ថ្ងៃបងប្អូនតម្រូវចាំបាច់ត្រូវតែផ្លាស់ប្ដូរទឹកញឹកញាប់ប្រសិនជាបងប្អូនអត់ផ្លាស់ប្ដូរទឹកបងប្អូនកង្កែបរបស់យើងវាអាចសុខភាពវាចាប់ដើមចុះខ្សោយហើយមួយទៀតវាអាចពុលជាមួយនឹងទឹកហើយធ្វើឲ្យកង្កែបយើងអាចងាប់ដោយប្រការណាមួយអញ្ចឹងបងប្អូនចាំបាច់ត្រូវការផ្លាស់ប្ដូរទឹកញឹកញាប់ហើយត្រូវតែមានពេលវេលាគ្រប់គ្រាន់ផ្ដល់ចំណីគ្រប់គ្រាន់សម្រាប់វាបើសិនជាមិនដូច្នោះទេក៏កង្កែបនៅក្នុងអាងមិនងាយធំលូតលាស់លឿនទេឬក៏កង្កែបនៅក្នុងតង់គឺមិនខុសគ្នាជាមួយនឹងកង្កែបនៅក្នុងអាងដូចគ្នាដែរណាអញ្ចឹងម្ល៉េះហើយបានជាខ្ញុំចាប់ផ្ដើមងាកមកការចិញ្ចឹមកង្កែបនៅក្នុងនៅគោកឬក៏ចិញ្ចឹមកង្កែបនៅដីបាទអញ្ចឹងវាមានភាពងាយស្រួលច្រើនមែនតើបងប្អូនហើយកង្កែបនេះធំធាត់ល្អហើយថ្លោះហើយសាច់ក៏ល្អទៀតហើយចំពោះបងប្អូនដែលគាត់ទិញកង្កែបខ្ញុំបាទយកទៅបរិភោគគាត់តែងតែសរសើរថាកង្កែបខ្ញុំមានរសជាតិឆ្ងាញ់បាទហើយសាច់ដូចជាលក្ខណៈកង្កែបធម្មជាតិទាំងស្រុងតែម្ដងបាទដោយសារអីដោយសារតែទី1ខ្ញុំចិញ្ចឹមបលែងចោលឲ្យវាហាប់ប្រាណបាទវាហក់លោតតាមអំពើចិត្តរបស់វាបាទគ្រាន់តែថាវាមិនអាចចេញពីខាងក្រៅស្បៃនេះបានទេដោយសារខ្ញុំបាំងស្បៃហើយម្យ៉ាងវិញទៀតគឺសុខភាពវាគឺល្អច្រើនបាទល្អមែនទែនអញ្ចឹងធ្វើឲ្យកង្កែបរបស់ខ្ញុំបាទបងប្អូនឃើញនៅតាមជញ្ជាំងបាទខាងនេះសិតតែជាកង្កែបទាំងអស់ដោយសារតែវាមកលេងទឹកដែលខ្ញុំបង្ហូរវាហើយបលិចចោលតែម្ដងអញ្ចឹងវាមកលេងទឹកវាហក់លោតបាទវាសុបាយចិត្តអញ្ចឹងហើយបងប្អូនមិនទៅមានពេលបងប្អូនងាកមកចិញ្ចឹមកង្កែបគោកណាបងប្អូនងាកមកចិញ្ចឹមកង្កែបគោកឬក៏កង្កែបក្នុងដីនេះបើសិនជាបងប្អូនមមាញឹកក្នុងការងាររបស់បងប្អូនមានពេលវេលាតិចតួចបងប្អូនងាកមកចិញ្ចឹមកង្កែបនេះអញ្ចឹងបងប្អូនមិនចាំបាច់ក្នុងការដែលដូរទឹកញឹកញាប់ទេអញ្ចឹងវាមានភាពឲ្យបងប្អូនទាំងអស់គ្នាអាចបំពេញការងារខាងក្រៅបានហើយមិនចំណាយទៅលើចំណីច្រើនពេកទេអញ្ចឹងវាស៊ីលក្ខណៈធម្មជាតិរបស់វាតែម្ដងបងប្អូនក៏លេចមើលកង្កែបធម្មជាតិដែលវានៅតាមស្រុកស្រែតាមទីស្រែបាទវាយើងអត់បានផ្ដល់ជាចំណីឲ្យវាទេគឺវាចាប់សត្វល្អិតផ្សេងហើយនឹងការរស់នៅរបស់វាផ្សេងហ្នឹងគឺតាមរយៈធម្មជាតិរបស់វាអញ្ចឹងវាមិនពិបាកអញ្ចឹងយើងធ្វើអញ្ចឹងដូចគ្នាដែរណាអញ្ចឹងបងប្អូនឃើញនេះគឺជាកន្លែងដែលខ្ញុំចិញ្ចឹមកង្កែបបងប្អូនសម្បីតែទឹកក៏វាថ្លាដែរហើយកង្កែបនេះច្រើនណាបងប្អូននេះបាទនេះតែកង្កែបទាំងអស់បងប្អូននេះបាទតែកង្កែបអូនេះហើយមើលពុះបងប្អូនពុះប៉ុណ្ណាណៃ
ពស់កង្កែបណាមិនមែនពស់សត្វពស់ទេគឺពស់កង្កែបធំធំធំណាហើយឆ្លោះទៀតនេះបងប្អូននេះមួយចូល2ខាំទៅ3ខាំអែបហ្មងប្រែកអញ្ចឹងកង្កែបច្រើនបងប្អូននេះបងប្អូនអាចធ្វើកលេចមើលនេះសំបីថាកន្លែងនេះក៏កង្កែបដែរបងប្អូនណាឃើញទេបាទកង្កែបបាទអញ្ចឹងកង្កែបទាំងអស់បងប្អូនសម័យមើលនៅពេលដែលជីវិតយើងបំពេញការងារហត់បងប្អូនមានពេលកលេចមកមើលការចិញ្ចឹមកង្កែបរបស់យើងបាទយើងមានភាពតាក់ទាញហើយធ្វើឲ្យជីវិតយើងកាន់តែប្រសើរបាទអូនេះដល់កនេះបងប្អូនណាអូកង្កែបនេះអស់តោះហើយអស់តោះមែនតើនេះមើលបងប្អូនលោតទៀតអីបងប្អូនណាអូអាយ៉ាអូ my god ដល់កនេះវូដល់តាំងកែបងអូយសុបាយរីករាយបាទអញ្ចឹងសុបាយរីករាយមែនតើបងប្អូនធ្វើការហត់បងប្អូនមកអាចមកកំសាន្តជាមួយនឹងកង្កែបដែលបងប្អូនចិញ្ចឹមណាបាទអាចបានមើលយើងមើលនេះបើតាកន្លែងនេះទៅនេះសិតតែកង្កែបនេះនៅខាងនេះអីនេះកង្កែបទាំងអស់បងប្អូនអញ្ចឹងយើងមើលសិតតែកង្កែបនេះបងប្អូននេះសិតតែកង្កែបនេះបងប្អូននេះកាមេរ៉ាមើលឃើញទេសិតតែកង្កែបនេះក៏កង្កែបដែរបងប្អូននេះអូលោតទៅបាទសិតតែកង្កែបនេះវានេះឃើញទេនេះសិតតែកង្កែបនេះបងប្អូននេះកង្កែបច្រើនណាបងប្អូនបាទច្រើនតាំងពីនៅក្រោមស្លឹកឈើបងប្អូននៅក្រោមស្លឹកឈើក៏ជាយ៉ាបាទកែបហើយសាច់ឡើងណែនមកបងប្អូនអើយសាច់ណែនល្អណាក៏ផ្លូវឲ្យឡើងក៏ម៉ត់ហើយដោយសារអីដោយសារយើងចិញ្ចឹមលក្ខណៈធម្មជាតិណាបងប្អូនអញ្ចឹងវីដេអូនេះគ្រាន់តែចែករំលែកបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍បាទចិញ្ចឹមកែបបងប្អូនអាចតំណងបានហើយខ្ញុំក៏មានលក់កូនកែបដែរបាទមានទាំងពីកូនកែបសាច់ហើយមិនមែនតែតាំងកែបទេខ្ញុំមានចិញ្ចឹមមាន់ចិញ្ចឹមត្រីបាទកសិកម្មព្រោះយើងជីវិតយើងនៅស្រែមានតែប៉ុណ្្នឹងណានេះបងប្អូននេះពេលតែតាំងកែបទាំងអស់នេះយើងមកមើលនេះនៅនេះទៀតលោតសាហាវអូ my god នេះតែតាំងកែបនៅក្រោមស្លឹកឈើសិតតែកង្កែបបងប្អូននេះមកយើងក៏លេខមើលនេះបងប្អូននេះដល់នេះមើលលោតដល់បងប្អូនអូណាដល់លោតនេះអូយើងអត់បានចាប់វាទេក៏តែវាផ្អើលដូចលក្ខណៈកែបស្រែអញ្ចឹងបងប្អូនបាទដូចលក្ខណៈកែបស្រែអញ្ចឹងវាផ្អើលបាទនេះបងប្អូនឃើញហើយកែបនេះមួយយើងអាចបរិភោគបានហើយកែបនេះកែបចុងក្រោយដែលខ្ញុំបង្កាត់ចុងក្រោយបងប្អូនព្រោះវាអស់កូនកែបហើយដោយសារតែវារដូវកាលនេះគឺរដូវកាលខែ1បាទអញ្ចឹងហើយជាដើមខែចុងដើមខែ2ឬក៏ដើមខែ3ខ្ញុំនឹងបង្កាត់វាបានទីដែរហើយបងប្អូនត្រូវការមេពូជកែបក៏អាចតំណបានជាមួយខ្ញុំដែរណាបងប្អូនបាទអញ្ចឹងកែបនេះគឺធម្មជាតិសុទ្ធសាធអរគុណច្រើននៅវីដេអូដែលបងប្អូនកំពុងតែទស្សនាហើយសង្ឃឹមថាវីដេអូនេះគឺជាបទពិសោធន៍មួយសម្រាប់ចែកជូនបងប្អូនដែលកំពុងតែទស្សនាបាទការចិញ្ចឹមកង្កែបគោការចិញ្ចឹមកង្កែបក្នុងអាងឬក៏ក្នុងតង់ឬក៏កង្កែបក្នុងហាប៉ាអញ្ចឹងមិនមែនថាមានតែកន្លែងខ្ញុំទេបងប្អូនភាគច្រើនក៏គាត់ងាកមកចិញ្ចឹមកង្កែបដែរបាទហើយការចិញ្ចឹមកង្កែបនោះគឺចំណេញច្រើនបាទចំណេញតាំងពីពេលវេលាហើយរកចំណូលឲ្យបងប្អូនហើយមានទាំងពីបងប្អូនអាចយកទៅធ្វើម្ហូបបានបងប្អូនអាចចែកជូនទៅកាន់មនុស្សដែលជាទីស្រឡាញ់របស់បងប្អូនបានបាទមានច្រើនបងប្អូននេះគឺជាអ្វីដែលជាការចែករំលែកទៅកាន់បងប្អូនអរគុណច្រើនបងប្អូនសូមជម្រាបលាបាយបាយ